នេះគឺជារូបភាពគឺជាវីដេអូដែលខ្ញុំថតនៅក្រោមដីនឹងឯគឺជារណ្ដៅរ៉ែមាសនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តតាមដានវីដេអូរបស់ខ្ញុំការដើរចូលទៅក្នុងរណ្ដៅរ៉ែមាសនឹងឯតោះឥឡូវចូលទៅមើលខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាថារណ្ដៅរ៉ែមាសដែលខ្ញុំកំពុងតែដើរចូលនឹងតើមានជម្រៅប៉ុន្មានម៉ែត្រហើយរូបរាងរណ្ដៅនឹងគឺបែបណានឹងឯតោះឥឡូវចូលទៅមើលខាងក្នុងជាមួយខ្ញុំទាំងអស់គ្នានឹងឲ្យចាំខ្ញុំមកប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបដើពីប្រវត្តិរណ្ដៅនឹងហើយថ្ងៃនឹងដែរគឺខ្ញុំមកតែម្នាក់ឯងទេនឹងហើយពីមុននឹងគឺខ្ញុំដើរ2នាក់តែឥឡូវហ្នឹងគឺខ្ញុំដើរចូលតែម្នាក់ឯងទេដោយសារតែគ្នារបស់ខ្ញុំគាត់រវល់អញ្ចឹងណាហើយរណ្ដៅនេះគឺមានអាយុប្រហែលជា10ឆ្នាំហើយនិយាយរួមទៅរណ្ដៅដែលខ្ញុំបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីមុនហ្នឹងមានអាយុប្រហែលគ្នានឹងឯងដោយសារតែរណ្ដៅខ្លះ10ឆ្នាំរណ្ដៅខ្លះវាជិត10ឆ្នាំហើយមានពុកម៉ែបងប្អូនមួយចំនួនហ្នឹងគាត់សួរថាតើរណ្ដៅហ្នឹងណាគេអ្នកជីកពីណាគេអ្នកខែងអញ្ចឹងណានិយាយរួមទៅរណ្ដៅដែលខ្ញុំបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាបានមើលហ្នឹងហើយគឺជារណ្ដៅដែលក្រុមហ៊ុនគេជីកខែងរករ៉ែមាសហ្នឹងហើយអញ្ចឹងពេលដែលគេឈប់ធ្វើទៅអញ្ចឹងវាសល់ជារណ្ដៅហ្នឹងហើយសល់ជារណ្ដៅបែបហ្នឹងឯងអញ្ចឹងទៅក៏មានពុកម៉ែបងប្អូនខ្លះក៏អត់ដែលស្គាល់ហ្នឹងហើយក៏អត់ដែលឃើញពីរណ្ដៅរ៉ែមាសអញ្ចឹងខ្ញុំក៏ធ្វើវីដេអូដើរថតតាមរណ្ដៅចាស់ហ្នឹងហើយរណ្ដៅចាស់ដែលគេទុកចោលហ្នឹងឲ្យពុកម៉ែបងប្អូនទាំងគ្នាបានមើលហ្នឹងហើយពុកម៉ែបងប្អូនខ្លះគាត់ក៏ចូលចិត្តហើយអ្នកខ្លះក៏គាត់ខ្លាចអីអញ្ចឹងទៅប៉ុន្តែអ្នកខ្លះគាត់ខ្លាចប៉ុន្តែគាត់ចូលចិត្តមើលនិយាយរួមទៅមិនបាច់ចាំខ្លាចទេពុកម៉ែបងប្អូនទាំងគ្នារណ្ដៅរ៉ែមាសដែលខ្ញុំថតឲ្យពុកម៉ែបងប្អូនទាំងគ្នាមើលហ្នឹងវាមានអីទេវាមានតែសត្វដូចជាសត្វកដោសត្វកាជៀវនិងសត្វពស់តែប៉ុណ្្នឹងឯងប៉ុន្តែពស់គឺវាអត់សូវមានទេគឺវាមានដោយកន្លែងដោយតំបន់ទេអញ្ចឹងវាអត់មានអីក្រៅពីនឹងទេអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាមើលវីដេអូរបស់ខ្ញុំមិនបាច់ចាំខ្លាចទេហ្នឹងហើយវាមានអីក្រៅពីសត្វអស់ហ្នឹងទេហើយនេះគឺជារូបរាងរណ្ដៅនៅខាងក្នុងហ្នឹងហើយពេលដែលយើងដើរចូលមកហើយរណ្ដៅរ៉ែមាសគឺវាខុសគ្នាហ្នឹងហើយគឺវាអត់ដូចគ្នាទេអញ្ចឹងរណ្ដៅនេះគឺវាខុសពីរណ្ដៅមុនហ្នឹងហើយអញ្ចឹងគឺវាអត់ដូចគ្នាទេដោយសារតែការជីករណ្ដៅហ្នឹងគឺគេជីកទៅតាមរ៉ែហ្នឹងហើយតំបន់ខ្លះរ៉ែវាបែបផ្សេងតំបន់ខ្លះរ៉ែវាបែបផ្សេងអញ្ចឹងរណ្ដៅរ៉ែមាសគឺវាទៅតាមនឹងឯងគឺវាអត់ដូចគ្នាទេហ្នឹងហើយអញ្ចឹងបើសិនជាខ្ញុំជួបប្រទះរណ្ដៅរ៉ែមាសកន្លែងផ្សេងហ្នឹងហើយចាំខ្ញុំថតឲ្យពុកម៉ែបងប្អូនអ្នកគ្នាឲ្យបានមើលហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនដែលគាត់ចូលចិត្តមើលហ្នឹងហើយកុំភ្លេចជួយ share វីដេអូខ្ញុំម្នាក់មួយផងហ្នឹងហើយឬក៏ជួយ follow ម្នាក់មួយផងហ្នឹងហើយដើម្បីផ្ដល់កម្លាំងចិត្តខ្ញុំបានធ្វើវីដេអូតទៀតអញ្ចឹងណានិយាយរួមទៅនេះរណ្ដៅរ៉ែមាសដែលខ្ញុំកំពុងតែថតហ្នឹងគឺវាជ្រៅដែរហ្នឹងហើយគឺអរិយទេហើយរណ្ដៅហ្នឹងគឺវាពុលពុកម៉ែបងប្អូនអ្នកគ្នាហ្នឹងហើយគឺវាទៅដល់មុខតិចទៀតហើយវាពុលហើយចាំទៅដល់កន្លែងពុលហ្នឹងចាំខ្ញុំប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយមានពុកម៉ែបងប្អូនខ្លះគាត់ប្រហែលជាឆ្ងល់ថាតើរណ្ដៅពុលហ្នឹងគឺវាបែបណាហ្នឹងហើយនិយាយរួមទៅរណ្ដៅពុលហ្នឹងគឺដោយសារតែវាខ្វះអុកស៊ីហ្សែនហ្នឹងហើយវាចូលអត់ដល់នេះសូម្បីតែកន្លែងដែលខ្ញុំដើរចូលមកហ្នឹងក៏វាអត់សូវមានអុកស៊ីហ្សែនដែរប៉ុន្តែគាត់ថាយើងអាចដកបាន50ឬក៏40%អញ្ចឹងណាហ្នឹងហើយប៉ុន្តែដល់ពេលយើងចូលទៅខាងក្នុងទៀតអាហ្នឹងវាកាន់តែខ្វះអុកស៊ីហ្សែនទៅហើយចាំទៅដល់កន្លែងហ្នឹងចាំខ្ញុំប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាថាកន្លែងហ្នឹងគឺវាមិនអាចចូលបានអញ្ចឹងណាហ្នឹងហើយតោះឥឡូវពុកម៉ែបងប្អូនទាំងអស់គ្នាចូលមើលបដាសិនទៅហ្នឹងហើយចាំខ្ញុំប្រាប់ដល់កន្លែងពុលហ្នឹង
នេះពុំម៉ែបងប្អូនទាំងអស់គ្នានឹងឯដកកន្លែងហ្នឹងគឺពលហើយគឺខ្ញុំមិនអាចបន្តទៅមុខបានទៀតទេដោយសារតែមកដកកន្លែងហ្នឹងគឺពិបាកក្នុងការដកដង្ហើមនឹងឯដោយសារតែវាដកកន្លែងពលហើយអញ្ចឹងគឺកន្លែងហ្នឹងគឺខ្ញុំបានតែស៊ូមមើលតែបន្តិចទេនឹងឯគឺខ្ញុំបកទៅវិញហើយគឺខ្ញុំមិនអាចចូលបានទៀតទេអញ្ចឹងអរគុណពុំម៉ែបងប្អូនទាំងអស់គ្នានឹងឯសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដំបូងរហូតដល់ចប់នឹងឯអរគុណច្រើន